សួរលោកគ្រូហើយក៏ដូចជាសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះខុនបញ្ញាហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកធ្វើការ configure ទៅលើ DNS server នៅក្នុង CentOS ហើយនៅក្នុង DNS server នឹងដែរគឺខ្ញុំមាន include អឺពីរ DNS server ដែលមួយជា active និងមួយទៀតជា standby DNS ដែលយើងហៅថា primary ហើយនិង secondary DNS ដែលវា run នៅលើ CentOS អញ្ចឹងឥឡូវគឺយើងចូលទៅដល់ការ configuration ទាំងអស់គ្នា អញ្ចឹងដើម្បី configure ទៅលើ DNS server បានដំបូងគឺយើងត្រូវការ install ទៅលើ DNS server package ទៅលើ CentOS របស់យើងសិនអញ្ចឹងដើម្បី install DNS server package នឹងបានគឺយើងត្រូវការ install នៅ បាញលើ CentOS ហ្នឹងនេះគឺយើងប្រើ command sudo install -y បាញដែល -y មានន័យថាវានឹងអឺ agree គ្រប់ការសួរសម្រាប់ permission អីផ្សេងៗដែលត្រូវការក្នុងការ install ហ្នឹងតោះមកយើងត្រូវការទៅ configure ទៅលើ បាញ master configuration file ដែលវាស្ថិតនៅក្នុងdirectory etc ហើយឈ្មោះ name.conf អញ្ចឹងឥឡូវយើងទៅមើលconfiguration file ដែលខ្ញុំបាន configure ឲ្យទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំនឹង add ចូលកាន់ server អញ្ចឹងបន្ទាប់ពីបានចូលមកកាន់file name.conf នឹងហើយដំបូងគឺយើងត្រូវការ configure ទៅលើរបស់មួយចំនួនដូចជា ACL trust client ហើយដែលយើងត្រូវការconfigure ទៅលើ ACL នៅក្នុង DNS server អញ្ចឹងការធ្វើបែបហ្នឹងដើម្បីឲ្យ allow តែ client ដែលមាន IP ដែលស្ថិតនៅក្នុង subnet ដែលនៅក្នុង allow ACL ហ្នឹងទើបអាច request ប្រើ DNS server របស់យើងបានតបមកគឺហើយសម្រាប់ ACL list គឺខ្ញុំមាន IP មួយចំនួនដែលមួយជា IP loopback interface របស់ IPv4 IPv6 ហើយខ្ញុំមានជាមួយនឹង LAN subnet ហើយ LAN subnet មួយទៀតហើយនឹងជា IP របស់ primary ហើយនិង secondary DNS server តមកគឺយើងត្រូវការconfigure ទៅលើ option server option អញ្ចឹងគឺយើង configure ឲ្យវា listen on port 53ដែលជា port របស់ DNS server DNS service port ហើយយើងឲ្យវា listen នៅលើ port នៅលើ loopback interface ហើយនឹងinterface network interface របស់ខ្ញុំដែល attach ជាមួយនឹង CNF VM ហ្នឹងដែលមាន IP 192.8.4.10 ហើយនឹងមួយទៀតគឺជា network interface ដែល attach ទៅលើ VM ដែរដែលមាន IP 192.8.100.132 អញ្ចឹងគ្រប់ client ទាំងអស់ដែលបានsend request DNS service គឺវានឹង send request មកកាន់IP ដែលនៅខាងលើហ្នឹងអញ្ចឹងយើង configure ឲ្យ DNS server របស់យើងហ្នឹងស្ដាប់រាល់ request ដែលបាន request មកកាន់ server ហ្នឹងនៅលើ interface ទាំងអស់ហ្នឹងតមកសម្រាប់ IPv6 គឺដូចគ្នាគឺយើង configure ឲ្យវា listen ទៅលើ port DNS ហើយប៉ុន្តែ IPv6 គឺខ្ញុំឲ្យវា listen ទៅលើ loopback interface មួយឯងតមកគឺយើងធ្វើការ configure ជាមួយនឹង directory អញ្ចឹង directory គឺ var name គឺជា working directory for the server ដែលមានជាមួយនឹង relative file ទាក់ទងជាមួយនឹង0របស់ DNS ក្នុងការ resolve ទៅជា IP ហ្នឹងតមក configure ជាមួយនឹង dump file គឺជា file ដែលយើងត្រូវ store cache របស់ DNS ហ្នឹងអញ្ចឹង client ដែល request DNS server service ហ្នឹងលើក្រោយគឺ DNS server របស់យើងគឺត្រូវការធ្វើការច្រើននេះទៀតទេគឺវាមាន cache ស្រាប់អញ្ចឹងគឺយើងអាច
translate បានលឿនជាងមុនបន្ទាប់មកគឺយើងត្រូវការ config ជាមួយនឹង static file គឺជា file ដែលបាញ់record ទៅលើ performance static របស់ DNS server ហ្នឹងនៅពេល run ហើយបន្ទាប់មកគឺយើងធ្វើការ config ជាមួយនឹង mem static file ដែលជា file ដែលវា record រាល់ memory usage របស់ DNS server ដែលបាន run ហ្នឹងគឺវា store នៅក្នុងហ្នឹងបន្ទាប់មកគឺយើងធ្វើការ config តាក់ទងជាមួយនឹង allow query អញ្ចឹងគឺយើងឲ្យ client ដែល request មកប្រើ DNS server បានលុះត្រាតែ client ហ្នឹងស្ថិតនៅក្នុង trusted client ACL ដែលយើងបាន config នៅខាងលើហ្នឹងគឺជា client ដែលមាន subnet នៅខាងក្នុង ACL ហ្នឹងបន្ទាប់មកគឺយើង config តាក់ទងជាមួយនឹង allow transfer ហ្នឹងមានន័យថាដោយសារតែអានេះវាមាន secondary DNS អញ្ចឹងវាអាច transfer ទៅកាន់ secondary DNS ហ្នឹងរាល់data ដែលបាន request មកហ្នឹងអញ្ចឹងមានន័យថាវា only secondary DNS server can request មកដើម្បីយក data នៅក្នុង DNS server ហ្នឹងអញ្ចឹងគឺ DNS server ដែលជា primary នេះគឺវាអាច transfer ឲ្យតា secondary DNS អញ្ចឹងគ្រប់ machine ផ្សេងៗដែលមក request យកតាក់ទងពី domain registry ហ្នឹងគឺវាអត់ព្រម hand ឲ្យគឺវា hand ឲ្យតា secondary DNS IP ហ្នឹងមួយដែលមាននៅក្នុង allow transfer ហ្នឹងឯងបន្ទាប់មកគឺយើង configure តាក់ទងជាមួយនឹង recursion មានន័យថាបើសិនជានៅក្នុង actual DNS server ហ្មងអញ្ចឹងបើសិនជា domain name ហ្នឹងគឺវាស្ថិតនៅក្នុងlocal ឬក៏វាអត់មាននៅក្នុង cache ទេអញ្ចឹងគឺវាត្រូវការ access ទៅកាន់ក្រៅដើម្បីរកជាមួយនឹង IP ដើម្បីយកមក translate យកមកឲ្យ client នៅពេល request ហ្នឹងហើយ allow recursion ហ្នឹងមានន័យថា only client ដែលមាននៅក្នុង ACL trust list ហ្នឹងគឺអាច allow បាន DNS validation គឺមានន័យថាវា enable validation DNSSEC ដែលជា DNS security នៅក្នុង Red Hat ហ្នឹងបន្ទាប់មកគឺយើងត្រូវការ configure ជាមួយនឹងmanage key directory វាជា directory ដែលបាញ់ store ហើយនឹង track automatically ហើយនឹង update DNSSEC data ហ្នឹងបន្ទាប់មកគឺយើង configure តាក់ទងជាមួយនឹង PID file ដែលជា process ID file ដែលបានប្រើដោយ operating system ដើម្បី track ទៅលើ DNS server process បានដែលជា name ហ្នឹងបន្ទាប់មកគឺជា session key គឺជា file location ដែល key generate automatically ហ្នឹង update dynamically authentication ហ្នឹងបន្ទាប់មកគឺយើងធ្វើការ config តាក់ទងជាមួយនឹង logging ដែល logging ហ្នឹងគឺជាវា handle បាញ់ system log ដែលជា debug info ហ្នឹងអញ្ចឹងគឺយើងធ្វើការ configure channel default debug ហើយវាឲ្យoutput ដែលវា error ហ្នឹងគឺចូលទៅក្នុង name.run ហើយ save ទៅក្នុងautomatically adjust log verbosity match the global debug level set បាទបន្ទាប់មកគឺយើងធ្វើការ config ជាមួយនឹង zone ហ្នឹងគឺវា define root zone របស់ DNS service ហ្នឹងបន្ទាប់មកគឺ type hint វាប្រាប់បាញ់ឲ្យប្រើជាមួយនឹង list ដែលមាននៅក្នុង DNS server ហ្នឹងហើយបន្ទាប់មក name.ca ហ្នឹងវា point ទៅកាន់ file ដែល contain IP address របស់ DNS server ហ្នឹងបន្ទាប់មកគឺយើងមាន include ជាមួយនឹង file មួយចំនួនដូចជា RFC 1912.0 វានឹង load standard default zone ដូចជា local host ហើយនឹង forward reverse lookup អីផ្សេងបន្ទាប់មកគឺយើងធ្វើការ include ជាមួយនឹង name.root key
ដែលវាគឺជា DNSSEC root trust anchor key តមកគឺយើងធ្វើការinclude ទៅជាមួយនឹង name.conf.local ដែលជាzone ដែលយើងឲ្យវា transfer នៅក្នុង DNS server របស់យើងណាអញ្ចឹង file name.conf របស់ខ្ញុំគឺមានតែប៉ុណ្្នឹងតមកគឺយើងធ្វើការ config នៅ forward zone file ដែលមាន database ដែល store ជាមួយនឹងdomain name អញ្ចឹងឥឡូវខ្ញុំនឹងទៅ check file ហ្នឹងទាំងអស់នេះ check អញ្ចឹងរបស់ដែលយើងត្រូវការ config នៅលើអត់ទាន់ដល់ step ហ្នឹងអញ្ចឹងបន្ទាប់មកគឺយើងធ្វើការ config ជាមួយនឹង zone ដែល zone គឺវាយកបញ្ញា .dns.kh ហើយវាគឺជា master ហើយ file ដែលវា store IP domain name ដែលនៅក្នុង zone ហ្នឹងគឺវា store នៅក្នុង db.panya.dns.kh ហ្នឹងហើយវា allow transfer តែទៅកាន់ secondary DNS IP តែមួយឯងហើយវា notify ទៅលើតែ secondary DNS server ឯងអានេះគឺជា zone របស់ secondary DNS server ដែលយើងធ្វើការ config ទៅដូចខាងលើហ្នឹងបន្ទាប់មកគឺយើងធ្វើការ check មើលជាមួយនឹង file zone database វាទាំងអស់គ្នាអញ្ចឹងនៅក្នុងនេះគឺយើងត្រូវការ config ជាមួយនឹងរបស់មួយចំនួនដូចជាTTL ដែលយើង define វាជា default value គឺជា time to live value របស់វាហើយបន្ទាប់មកគឺយើងធ្វើការ config ជាមួយនឹងរបស់មួយចំនួនដែលមានអានេះដូចជា primary DNS ហើយនេះគឺជា email address ហើយអានេះគឺជា serial ដែលវា record update របស់ DNS server ហ្នឹងអញ្ចឹងមានន័យថានៅពេលដែលយើងធ្វើការ update ទៅលើ domain name ទាំងអស់នេះខាងលើនេះគឺយើងត្រូវការincrement ទៅលើ serial number នេះដើម្បីឲ្យ DNS server នេះគឺ keep track update របស់វាហើយ refresh នេះមានន័យថាវានឹង communicate មួយsecondary DNS មានថា secondary DNS គឺអាច request update ពី primary DNS ហ្នឹងរាល់3600 second ម្ដងហើយបើសិនជាវា request fail គឺវានឹងអាច retry 1300 second ម្ដងទៀតហើយ expire មានន័យថាបើសិនជា primary DNS server ហើយនិង secondary DNS server ហ្នឹងអត់បាន communicate គ្នារយៈពេល604,800 second ហ្នឹងទេគឺវានឹងឈប់ serve ឲ្យ zone មួយហ្នឹងហើយ minimum time to live មានន័យថាminimum time to live ដែល request មកកាន់ primary ហ្នឹងគឺតា36,400 second ទេបន្ទាប់មកគឺយើងធ្វើការ config ជាមួយនឹង name server ដែល add ហ្នឹងគឺជា shortcut symbol ដែល represent current domain origin ដែល define នៅក្នុង name.conf ហ្នឹងឬក៏បញ្ញា .dns.kh ហ្នឹងដែលយើងមាន ns មួយគឺជា
primary និង secondary ហើយជាមួយនឹង record យើងគឺជា record អញ្ចឹងបើសិនជា client request ns1.banya.dns.kh ហ្នឹងគឺវានឹង translate មកកាន់ IP មួយនេះហើយបើ ns2.banya.dns.kh គឺវានឹង translate មកកាន់ IP មួយនេះហើយបើសិនជាclient request test.banya.dns.kh ហ្នឹងគឺវានឹង translate មកកាន់ IP មួយនេះអញ្ចឹងសម្រាប់ primary DNS server របស់ខ្ញុំ configuration គឺខ្ញុំមានតែប៉ុណ្ណឹងហើយសម្រាប់ secondary DNS គឺយើងធ្វើការ config ហាក់ប្រហែលគ្នាឯងគឺយើងធ្វើការដូរទៅរបស់មួយចំនួនឯងក្រោយខ្ញុំនឹងទៅ check មើលទាំងអស់គ្នាអញ្ចឹងគឺយើងធ្វើការ config តាក់ទងជាមួយនឹង ACL option អីvẫnគឺដូចគ្នាប៉ុន្តែគ្រាន់តែយើងត្រូវការដូរនៅរបស់មួយចំនួនដូចជា listen port គឺយើងត្រូវការកែមកកាន់network adapter ដែល attach ទៅកាន់CentOS machine ដែល run secondary DNS ហ្នឹងហើយគឺយើងត្រូវការ configure ជាមួយនឹង directory អីvẫnគឺដូចគ្នា trusted client អីvẫnគឺដូចគ្នាទាំងអស់ហើយគឺយើងធ្វើការ config ជាមួយនឹង name.conf.local ដែលជា zone file របស់យើងហ្នឹងគឺត្រូវការ config ដូចគ្នាឥឡូវខ្ញុំទៅ check មើលអាហ្នឹងទាំងអស់គ្នាចឹងនេះគឺយើងត្រូវការ define នៅ zone បញ្ញា .dns ហើយនេះ type slave គេថាVM ហ្នឹងគឺ run គឺជា slave របស់ primary DNS server ហ្នឹងហើយ master គឺ master IP នេះហើយវានឹង store DNS អីផ្សេងៗនៅក្នុង slave ណា db.banya.kh ហ្នឹងតែប៉ុណ្្នឹងតបមកនៅក្នុង secondary DNS គឺយើងត្រូវការ config អីច្រើនពួកអីវាគ្រាន់តែជា standby អញ្ចឹងរបស់ដែល run ធ្ងន់ជាងគេគឺធ្វើការ config នៅលើ primary DNS អញ្ចឹងដើម្បីឲ្យ DNS ហ្នឹង DNS server ហ្នឹងគឺអាច run បានគឺយើងត្រូវការ start ជាមួយនឹង DNS server ហ្នឹងនៅពេលដែលយើង config ហើយគឺយើងប្រើsystemctl start name d ដើម្បី start ជាមួយនឹង DNS server ហ្នឹងបន្ទាប់មកគឺយើងធ្វើការconfigure ជាមួយនឹង file permission អីផ្សេងៗដើម្បីឲ្យ DNS server ហ្នឹងគឺអាច write ចូលទៅក្នុង file ទាំងអស់ហ្នឹងបានបន្ទាប់មកគឺយើងត្រូវការគិតជាមួយរបស់មួយចំនួនដូចជាដោយសារតែ machine ពីរហ្នឹងគឺវានៅ separate ហើយវាក៏ស្ថិតនៅក្នុង subnet ខុសគ្នាដែរដោយ subnet របស់primary DNS គឺវា 192.168.4.10 ហើយ secondary គឺ .10.10 អញ្ចឹងន័យថាវានៅខុស subnet គ្នាអញ្ចឹងគឺវាអាច route direct គ្នាទៅរកគ្នាបានអញ្ចឹងគឺយើងត្រូវការ configure ជាមួយនឹង route ហើយផ្សេងមួយចំនួនជាយើងត្រូវការឲ្យIP forward អញ្ចឹងមានន័យថាបើសិនជា client ស្ថិតនៅក្នុង IP របស់ primary DNS 4.10 ឬក៏ 4.0/24 អញ្ចឹងនៅពេលដែល primary DNS down អញ្ចឹងគឺវាអាចcommunicate មួយ primary ហ្នឹងបានព្រោះអីវា down បាត់ហើយអញ្ចឹងគឺអត់អាច request ទៅ 4.10 ហ្នឹងបានអញ្ចឹងមានតែ request មក 10.10 អញ្ចឹងប៉ុន្តែវា request មក 10.10 មិនដោយសារតែម៉ាស៊ីនគឺអត់មាន router អីទេអញ្ចឹងដើម្បីឲ្យ request ទៅកាន់ secondary ហ្នឹងបានគឺយើងត្រូវការជួយពី machine ដែល run primary DNS ហ្នឹងដែលយើងបង្កើតជាមួយនឹង port forward អញ្ចឹងន័យថាបើទោះបីជា subnet ទោះបីជា client ដែលមាន subnet 4.0/24 request មកទៅកាន់ 10.10 ក៏វាត្រូវការជួយក្នុងការ routing ទៅកាន់ secondary DNS ហ្នឹងដែរអញ្ចឹងគឺយើងត្រូវការ config ជាមួយនឹង route មួយចំនួននេះគឺយើងត្រូវការឲ្យវាជួយ route subnet 10.10
ដែលវានឹង route ទៅកាន់100/128ដែលជាNAT adapter ដែលខ្ញុំឲ្យវាប្រើក្នុងការជួយក្នុងការ route ម៉ាស៊ីនទាំងពីរហ្នឹងបន្ទាប់មកគឺយើងធ្វើការconfig ជាមួយនឹង firewall ដោយសារតែ each machine គឺមាន firewall ការពារអញ្ចឹងអត់ client គឺអត់អាច request មក direct បានទេគឺថាដូច PC យើងអញ្ចឹងគឺគេអាច send អីចូលមកផ្ដេសផ្ដាស់បានទោះត្រាតែយើង request ទៅបានរបស់ខាងក្រៅគឺអាចផ្ញើមកវិញបានអញ្ចឹងគឺមានការ protect ដោយ firewall អញ្ចឹងដើម្បីឲ្យincoming traffic ដែល request ចូលមកគឺអាច request មកកាន់DNS server បានគឺយើងធ្វើការ permit ទៅលើ DNS server service ហ្នឹងយើងធ្វើការ config ឲ្យ firewall permanent add service DNS អញ្ចឹងគឺ firewall នឹងបើកគ្រប់request ទាំងអស់ដែលវាrequest នៅលើ port 53ជា port របស់ DNS service ហ្នឹងអញ្ចឹងការ configuration របស់ខ្ញុំគឺមានតែប៉ុណ្្នឹងអញ្ចឹងឥឡូវយើងនឹងទៅ test ទាំងអស់គ្នាអញ្ចឹងអានេះគឺជា primary DNS របស់ខ្ញុំហើយCentOS នេះគឺជា secondary DNS ឥឡូវគឺយើងយក Kali ដើម្បីធ្វើជា client របស់យើងគឺយើងបាន configure ទាក់ទងជាមួយនឹង primary និង secondary DNS របស់យើងទៅលើទាំងពីរ machine ដែរអញ្ចឹងឥឡូវគឺខ្ញុំនឹងធ្វើការ test demo ឲ្យគ្រូហើយនិងអ្នកទាំងអស់គ្នាមើលម្ដងអញ្ចឹងឥឡូវគឺខ្ញុំនឹង check មើល status របស់ DNS server ដែល run នៅលើ primary DNS machine គឺខ្ញុំនឹង check មើលថាវាមាន status ដែរអត់អញ្ចឹងខ្ញុំ check មើលអស់អញ្ចឹងគឺយើងឃើញថាវាកំពុង name service នេះគឺវាកំពុងតែ active អញ្ចឹងមានថាវាមានបញ្ហាអីអញ្ចឹងឥឡូវគឺយើងនឹងទៅ check មើលនៅក្នុង secondary DNS server ម្ដងអញ្ចឹងនៅក្នុង secondary DNS server គឺវាកំពុង active ដូចគ្នាអញ្ចឹងគឺវាមានបញ្ហាអីទេអញ្ចឹងគឺខ្ញុំនឹងសាកតេស្តទៅលើ client ដែល request មកប្រើ DNS server នឹងម្ដងអញ្ចឹងគឺខ្ញុំប្រើជាមួយនឹង Kali machine របស់ខ្ញុំដើម្បីយកមកតេស្តធ្វើជា client អញ្ចឹងឥឡូវគឺយើង check មើលIP address របស់គ្នាអញ្ចឹងយើងឃើញថា Ethernet zone នេះគឺវាអត់ទាន់មាន IP អញ្ចឹងខ្ញុំនឹងធ្វើការ request IP ចេញពី DHCP server របស់ខ្ញុំដែលខ្ញុំបាន run នៅលើ primary machine ដែល run នៅលើ machine ដែល run ជាមួយ primary DNS server ហ្នឹងដោយសារតែខ្ញុំបាន configure DHCP server នៅក្នុងម៉ាស៊ីនហ្នឹងពីមុនអញ្ចឹងគឺខ្ញុំអាច request ទាំង IP ហើយទាំង DNS server យកប្រើទូគ្នាតែម្ដងអញ្ចឹងដើម្បី request IP ហ្នឹងមកបានគឺយើងប្រើ command sudo mcli និង con app ethernet zone អញ្ចឹងគឺយើងឃើញថា connection successfully ឥឡូវយើង check មើល IP ម្ដងទៀតយើងឃើញថាវាបាន IP 192.168.4.171ហើយដដែលដោយសារតែនៅក្នុង DHCP server របស់ខ្ញុំគឺម៉ាស៊ីនហ្នឹងគឺធ្លាប់ request ទៅម្ដងហើយដោយសារតែ IP វាអត់ទាន់ expire អញ្ចឹងបើសិនជាមាន MAC address ដែល request ទៅគឺវានឹង handle IP ដដែលឲ្យអញ្ចឹងតែ DNS របស់យើងដែល run នៅលើ machine ហ្នឹងគឺដើរអញ្ចឹង DHCP វា request មកអញ្ចឹងន័យថាទៅ DNS server គឺក៏វាមកដែរអញ្ចឹងឥឡូវគឺយើង set NS lookup អរគ្នាខ្ញុំ .dns អញ្ចឹងយើងសាកតេស្តជាមួយ DNS NS lookup អញ្ចឹងន័យថានៅពេលដែលយើង NS lookup ទៅកាន់បញ្ញា .dns.kh ហ្នឹងគឺវានឹងបកប្រែទៅកាន់ IP របស់server របស់ machine ដែល run ជាមួយនឹងបញ្ញា .dns.kh ហ្នឹងអញ្ចឹងវា hand ឲ្យជាមួយនឹង IP របស់ម៉ាស៊ីនហ្នឹង
ដែលវាប្រើជាមួយនឹងDNS server 192.168.4.10 ដែលជា primary ហ្នឹងហើយវាទទួលបាន192.168.4.10ដែលជា IP ដែលស្មើនឹងបញ្ញា .dns.kh ហ្នឹងឥឡូវគឺយើងសាកទៅ NS lookup ផ្សេងទៀតសាក NS lookup NS1 ចឹងនៅពេលដែលយើង NS lookup NS1 បញ្ញា .dns.kh ហ្នឹងគឺវា handle គឺវាប្រើជាមួយនឹង primary DNS ដើម្បីទៅ request ទៅសួរបកផែពី domain name ទៅកាន់ IP អញ្ចឹងវាទទួលបាន IP 192.168.100.132 អញ្ចឹងឥឡូវយើងអាចសាក ping បានអញ្ចឹងគឺយើងឃើញថាវា ping ចូលអញ្ចឹងឥឡូវគឺយើងសាក test domain name ផ្សេងទៀតអញ្ចឹង NS2 ម្ដងវា ping ចូលដូចគ្នាអញ្ចឹងន័យថាវាបកប្រែ DNS បានហើយតែមុនហ្នឹងខ្ញុំភ្លេច NS lookup ដើម្បីមើលជាមួយនឹង IP អញ្ចឹងនេះនៅពេលយើង NS lookup ពេញ NS2 ដល់បញ្ញា .dns.kh ហ្នឹងវាប្រើ primary ដើម្បីទៅបកប្រែជាមួយនឹង domain name ហ្នឹងហើយវាទទួលបាន IP 192.168.100.128ដែលជា IP របស់ host ដែលមាន domain name ហ្នឹងហើយ ping គឺខ្ញុំសាកតែ ping ហើយគឺវា ping ចូលឥឡូវគឺយើងសាកទៅ test file over DNS ហ្នឹងដើម្បី test ជាមួយនឹង file over DNS ឲ្យ machine ប្រើជាមួយនឹង secondary DNS វិញគឺយើងត្រូវការ stop ជាមួយនឹង name service នៅក្នុង primary DNS server របស់យើងសិនអញ្ចឹងគឺយើងប្រើ command system stop name ហើយយើងទៅ check status របស់វាទាំងអស់វិញយើងឃើញថា service ហ្នឹងគឺវា inactive អញ្ចឹងគឺវាបាន down ហើយឥឡូវគឺយើងទៅសាក check ជាមួយនឹងstatus របស់ secondary DNS ម្ដងអញ្ចឹង secondary DNS គឺវាកំពុង run ធម្មតាឥឡូវគឺយើងសាកប្រើ kali របស់យើងដើម្បីទៅធ្វើការ test ជាមួយនឹង handover ហ្នឹងចូល IP ណាទេឥឡូវគឺយើងសាក ping ទៅកាន់ NS lookup ទៅកាន់ហ្នឹងសិនដោយសារតែ primary នេះគឺវាអត់ទាន់បាត់អញ្ចឹងគឺយើងធ្វើការសាក test ជាមួយ command dict នេះម្ដងន័យថានេះនៅពេលដែលយើងប្រើ command dict គឺវា request ទៅកាន់ server 10.10.10 វាបកផែហ្នឹងហើយវាទទួលបាន IP នេះមកខ្ញុំពីធ្វើការ dict ទៅម្ដងទៀតខ្ញុំបាត់ ping មកម្ដងអញ្ចឹងគឺយើងឃើញថាយើង ping ចូលខ្ញុំសាក ping ផ្សេងមួយទៀតអញ្ចឹងយើងសាក ping NS2 ក៏វាចូលដែរសាក NS1 វាចូលដូចគ្នាអញ្ចឹងន័យថាDNS service របស់យើងគឺដើរហើយ